អ្នកណាអ៊ីចេះក្តៅដូចបាយពុះសុកកូនសើយថៅកែហងមាសទ្រាំលែងបានចេញមុខដាក់កប់មាត់ថាតារាឆ្លាស់មុននៅជាមួយហងមាសជិះម៉ូតូកញ្ចាស់អ្នកខ្លះច្រៀងតាមក្លឹបស្អីក៏មានឡានក៏មិនមានវីឡាក៏មិនមានចុះហងមាសនឹងផ្ដល់អីទើបមានឈ្មោះដូចថ្ងៃនេះក្រុមការងារនៅជួយជ្រោមជ្រៀងក្រោយខ្នងជាអ្វីពិតប្រាកដម្សិលមិញនេះនាថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025គេឃើញលោកស្រីអឹងគីមលៀងកូនស្រីថៅកែផលិតកម្មរស្មីហងមាសចេញមុខដាក់កប់មាត់ថាបទចម្រៀងទាំងអស់ដែលហងមាសបានផលិតជាកម្មសិទ្ធិរបស់ហងមាស 100% តួជាតារាខ្លះនិងក្រុមហ៊ុនព្រមព្រៀងលែងបន្តសហការជាមួយគ្នាក៏បទចម្រៀងទាំងអស់នៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហងមាសលោកស្រីបន្តយ៉ាងធ្ងន់ធ្ងរថាតារាខ្លះមុននៅជាមួយហងមាសជិះម៉ូតូកញ្ចាស់អ្នកខ្លះច្រៀងតាមក្លឹបស្អីក៏មានឡានក៏មិនមានវីឡាក៏មិនមានចុះហងមាសនឹងផ្ដល់អីទើបមានឈ្មោះដូចថ្ងៃនេះក្រុមការងារនៅជួយជ្រោមជ្រៀងក្រោយខ្នងជាអ្វីពិតប្រាកដកូនស្រីថៅកែហងមាសរូបនេះបន្ថែមទាំងក្តៅស្លឹកប្រជាថាពេលតារាល្បីគេថាដោយសារទេពកោសៅពីកំណើតចុះលុយក្រុមហ៊ុនបោះដើមទុនក្នុងការផលិតគ្រូភ្លេងអ្នកដឹកនាំក្រុមការងារផ្សេងៗសម្ភារៈឧបករណ៍អ្នកណាបើកលុយឲ្យពួកគាត់